ភ្ញៀវគ្រាន់តែឃើញឈុតពណ៌ផ្លាទីននេះគឺដកចិត្តមិនរួចចាសួស្តីមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញពីរបៀបស្លៀកសំពត់ចងក្បិនចលបាប់អញ្ចឹងដំបូងឡើងឃើញថាខ្ញុំបានចាប់ភ្លីបញ្ជ្រួញទាំងសងខាងពេលតែមួយរួចទៅយកទៅខ្វែងគ្នានៅនឹងក្បាលចង្កេះចាសូមប្រាប់បញ្ជាក់ដែរមុននឹងខ្ញុំបញ្ជ្រួញចាប់ភ្លីអញ្ចឹងគឺយើងបានខ្ទាស់ចង្កេះហ្នឹងហើយបត់ក្បាលវាចូលទៅក្នុងតិចដែរណាចាមុននឹងយើងបញ្ជ្រួញនឹងហើយខ្ញុំប្រើមកជុលខ្ទាស់ដើម្បីជួយទប់ព្រោះអីខ្ញុំស្លៀកម្នាក់ឯងយើងអត់មានអ្នកជួយទប់ជួយកាន់អីទេគឺអញ្ចឹងហើយបានមានតែមកជុលខ្ទាស់ទេដែលជួយបានណាចាបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមបត់ចុងសំពត់ហ្នឹងពាក់កដាលប្រហែលប៉ុណ្ណឹងមកហើយចាប់ផ្ដើមរមូលវាចូលចាពេលដែលយើងរមូលហ្នឹងគឺរមូលឲ្យណែនចាហើយអាសាច្បូតវាផងដើម្បីឲ្យវាហាប់ស្មើគ្នាពីលើដល់ក្រោមអញ្ចឹងណាហើយក៏ចាប់ផ្ដើមវត្តកន្ទុយក្បិនហ្នឹងទៅខាងក្រោយហើយនៅខាងក្រោយហ្នឹងក៏យើងប្រើមកជុលខ្ទាស់មួយដែរដើម្បីជួយទប់វាណាចាបន្ទាប់មកពេលដែលយើងខ្ទាស់វាមើលសម្រងខាងមុខអីស្មើសមរម្យនឹងសម្រងជើងយើងហើយយើងក៏ចាប់ផ្ដើមមកមើលពីមុខម្ដងហើយសេរីភ្លីសេរីសម្រងជើងអីហ្នឹងកុំឲ្យមានធ្លាក់មកជាហៀងវែងមកជាហៀងខ្លីអញ្ចឹងទៅការស្លៀកក្បិនរបៀបខ្ញុំនេះគឺតាំងពីបរមរានមកម្ដាយមីងខ្ញុំជាអ្នកបង្រៀនស្លៀករហ័សហើយស្អាតទៀតចាអរគុណមិត្តភ័ក្តិទាំងអស់គ្នាដែលបានតាមដានអរគុណ